ตอบបងណាចូលចិត្តញ៉ាំហិលចឹងអានេះយើងមកធ្វើម្ទេសឆាទាំងអស់គ្នាម្ទេសឆានេះគឺខ្ញុំប្រើម្ទេសហិលទាំងអស់តែម្ដងអត់មានបានលេម្ទេសម៉ាឡេអីទេគឺប្រើម្ទេសហិលសិតតែម្ដងណាតែយើងដាក់ស្ងោរម្ទេសសិនដើម្បីយើងនឹងយកវាទៅកឡុកមើលតែឆ្អិនសាច់ហើយយើងស្រង់វាសម្រាប់ទឹកសិនហ្នឹងចាឲ្យចាំយើងដាក់កឡុកវាអានេះម៉ាស៊ីនកឡុកខ្ញុំនឹងលឿងដោយសារតែខ្ញុំកឡុកល្មៀតអញ្ចឹងទៅលាងអត់ជ្រីណាតែអត់ថ្មីតែអត់អីទេតែមិនពណ៌ធម្មជាតិវាប្រឡាក់អញ្ចឹងហ្នឹងអញ្ចឹងយើងកឡុកម្ទេសម៉ត់ហើយយើងកឡុកខ្ទឹមម្ដងរីរាល់ហើយលើយើងដាក់ឆាតែម្ដងអត់មានតែពិបាកទេងាយងាយចុះយើងយកខ្ទឹមកឡុករបស់យើងហ្នឹងកឡុកអត់សមម៉ត់ទេពោះម៉ាស៊ីនកឡុកខ្ញុំហ្នឹងវាបាក់មុខអស់មួយអញ្ចឹងទៅវាកឡុកអត់សមម៉ត់ល្អទៀតអីយកប៉ុណ្ណឹងក៏បានដែរអញ្ចឹងយើងរំលីងខ្ទឹមសិនរំលីងខ្ទឹមឲ្យឈ្ងុយចាំមើលតែខ្ទឹមវាឈ្ងុយល្អហើយយើងដាក់ម្ទេសចូលម្ទេសកឡុករបស់យើងហ្នឹងបើសិនជាបងចង់បានសាច់ឆាម្ទេសឲ្យច្រើនទៅយើងអាចដាក់ស្ងោរម្ទេសម៉ាឡេលាយបានណាតែខ្ញុំអត់បានទិញទៅយើងប្រើម្ទេសនេះសិតមកមើលកឡុកគ្មានម៉ត់ទេណោះចាតែសារម៉ាស៊ីនហ្នឹងវាមកវាអត់មុតណាអញ្ចឹងយើងឆាម្ទេសនឹងជាមួយនឹងខ្ទឹមសឲ្យវាចូលសាច់ជាមួយគ្នាសិនចាឥឡូវយើងដាក់ស្ករត្នោតមួយស្លាបព្រាខ្ញុំប្រើស្ករត្នោតហើយយើងរំលីងស្ករត្នោតហ្នឹងជាមួយនឹងម្ទេសរបស់យើងស្ករត្នោតសិតវាឈ្ងុយចាយើងដាក់ចូលកាពិបន្តិចមកខ្ញុំឆាម្ទេសជាមួយនឹងកាពិណាអញ្ចឹងដាក់កាពិទៅវាបង្កើនរសជាតិវាម្យ៉ាងឆ្ងាញ់ម្យ៉ាងដែរអញ្ចឹងយើងរំលីងកាពិនឹងជាមួយនឹងម្ទេសយើងមិនដាក់ច្រើនតិចទេវាប្រៃណាដាក់មកល្មមបានហើយពេលដាក់កាពិទៅវាចង់ប្រែពណ៌ហើយមិនមែនទេដោយសារយើងរំលីងរឿងយូរពេកដែរចឹងយើងកូរវាកាពិនេះខ្ញុំកូរវាបែកជាមួយនឹងម្ទេសណាហើយបងបើធ្វើដូចខ្ញុំគឺឆាប់លើកចាញ់ណាខ្ញុំនេះខកខ្លួនទៅហើយធ្វើហ្នឹងគឺអត់បានបន្ថយភ្លើងហើយយើងកូរកាពិនិងម្ទេសហ្នឹងទ្រាំតែបានចូលសាច់គ្នាហ្នឹងគឺទ្រាំតែចាប់គឺកាពិនិងម្ទេសហ្នឹងខ្លោចតែម្ដងនិយាយចំអត់បានញ៉ាំទេ